បាទជំរាបសួរបាទបងម៉ែបងប្អូនបាទថ្ងៃនេះ channel ខ្ញុំបាទវត្ថុសរសឹកខ្មែរបាទបានបញ្ញាក្អែកមួយមុខបាទមួយមុខហ្នឹងជានៃដើមបញ្ញាក្អែកបាទបញ្ញាក្អែកនេះស្អែកអឋានបាទបន្ទាប់ពីក្រងបាទនេះជានៃដើមបញ្ញាក្អែកដើមអង្កត់ខ្មៅបាទនេះជាបញ្ញាក្អែកដើមអង្កត់ខ្មៅបាទជំរឿនចិត្តខ្ញុំបង្ហាញបញ្ញាក្អែករួចហើយចាំខ្ញុំនិយាយនៃការប្រើប្រាស់បាទទៅលើដើមបញ្ញាក្អែកថាបញ្ញាក្អែកហ្នឹងយើងប្រើខាងអីបាទហើយវាបកកែនៅខាងអីបាទភាគច្រើនបងក៏តែងសួរខ្ញុំពីរឿងប្រើប្រាស់នេះដើមបញ្ញាក្អែកអញ្ចឹងទៅខ្ញុំអត់សូវបានបកស្រាយហើយជាពិសេសបងមួយចំនួនគាត់តែគាត់តែងតែខលបានខ្ញុំសូមបញ្ជាក់ថាបាទវត្ថុបុរាណឥឡូវខ្ញុំផ្អាករកហើយបាទមិនថាផ្អាកឯងបាទមានន័យថាខ្ញុំឈប់អារយៈសិនតែមានបញ្ហាច្រើននៅរឿងវត្ថុបុរាណហើយនឹងជួញដូរទៅវាមិនចំណេញអីចឹងណាចឹងទៅមានបងគាត់តែតង់មកច្រើនបាទមួយថ្ងៃរវល់ថាវត្ថុបុរាណហ្នឹងបាទយ៉ាងហោចមួយថ្ងៃក៏10នាក់ទៅ5 10នាក់ដែរបាទតិចបំផុត10នាក់បាទវត្ថុបុរាណហ្នឹងហើយបាទនេះ channel ខ្ញុំបាទបានបញ្ញាក្អែកអង្គត់ខ្មៅ2មេឃបាទនេះអានេះមកមេឃនេះប្រហែលជាຂະຫນាតអង្កាំវាគួរសមដែរអានេះຂະຫນាតបញ្ចុះដៃបញ្ញានិយាយទៅតូចដែរហ្នឹងបានមកយើងប្រើប្រាស់បាទ2មេឃដែរសម្រាប់នៃការប្រើប្រាស់បាទទៅលើដើមបញ្ញាក្អែកដើមអង្កត់ខ្មៅនេះបាទគឺយើងប្រើបាទនៅខាងបិទបាំងបាទខាងបិទបាំងបាទនៅខាងឃុំក្រងបាទខាងបិទបាំងខាងក្រុមក្រងឃុំក្រងបាទមានអង្កត់ខ្មៅបើយើងហៅឲ្យចង់ឈ្មោះគេហៅដើមអង្គកត់ខ្មៅបាទអង្គកត់មានន័យថាអង្គបាទអង្គឬមួយជាព្រះអង្គបាទឬមួយជាព្រះពុទ្ធបាទព្រះពុទ្ធព្រះធម៌ព្រះសង្ឃបាទអញ្ចឹងដើមអង្កត់ខ្មៅនេះគឺសារៈប្រយោជន៍នៃដើមបញ្ញាក្អែកបើគឺយើងប្រើបាន100គុណបាទសម្រាប់បងបាទទីហ៊ានគាត់ត្រូវការដាក់តាមខ្លួនបាទហើយបញ្ញាក្អែកអង្កត់ខ្មៅនេះគឺយើងប្រើជាមួយបាទបញ្ញាក្អែកក្រងអង្កត់ខ្មៅអង្គាដីអង្គាបោសអង្គាសិលបាទអង្គចាញ់បាទគឺមានច្រើនបាទយើងប្រើប្រាស់បាទហើយវិញទៀតបាទនឹងបញ្ញាក្អែកដើមបលាព្រំបាទបើយើងមកប្រើផ្សំជាមួយនឹងបញ្ញាក្អែកដើមអង្កត់ខ្មៅនេះបាទគឺប្រកែស័ក្តិសិទ្ធិណាស់បាទចាស់ពីដើមគាត់តែងតែហៅដើមអង្កត់ខ្មៅបាទឥឡូវគេហៅអង្កត់ខ្មៅបាទអង្កត់ខ្មៅសេក៏មិនត្រូវបាទអង្កត់អង្គដាក់ជើងអង្គបាទអង្កត់ញើសេមិនត្រូវបាទបើយើងហៅឲ្យចំក្បួនអក្ខរាគេហៅដើមអង្កត់ខ្មៅដើមអង្កត់ឥឡូវនេះគេហៅដើមអង្កត់ខ្មៅដើមអង្កត់ខ្មៅអង្កត់យើងសេវិញអង្កត់អញ្ចឹងមានកដាក់ជើងអង្គដាក់សអត់អង្កត់ទៅអញ្ចឹងបាទអង្គគេហៅចំអក្ខរាអក្ខរាអន្សរគេទៅសេមកអញ្ចឹងមិនគេបង្កើតស្រៈមកទេអញ្ចឹងបើគេមិនបង្កើតស្រៈបង្កើតភ្ជញ្ជនៈបង្កើតអក្ខរាបង្កើតអន្សរមកគេហៅអង្កត់ខ្មៅមកទេអញ្ចឹងបាទដូចព្រះអញ្ចឹងគេហៅព្រះព្រះប្រូមិនស្អីអីប្រូមិនប្រូជើងរោដាក់ស្រះអីអាស្រះវាដែរលឺបាទអញ្ចឹងបើយើងហៅចំក្បួនបាទព្រះមានន័យថាអក្សរពបាទជើងរោដាក់ស្រៈបាទព្រះដូចគេហៅក្រងអញ្ចឹងឥឡូវគេហៅក្រងខ្ញុំក៏ហៅក្រងដែរយើងហៅក្រងពីដើមបើយើងហៅចំក្បួនយើងហៅដើមព្រះក្រងបាទឬមកក៏ដើមអង្គក្រងបាទអង្គក្រងមានន័យថាអូងជើងកើងជើងរោអូសំទោសអូងជើងកើជើងរងអង្គក្រងឥឡូវក្រងក្រជើងរងសក់ក្រមិនអានមិនទៅបាទសក់ក្រជើងរងក្រងក្រងបាទហើយអ្នកប្រាជ្ញមកអានក៏អានដាច់ប្រកបអញ្ចឹងអាហ្នឹងបើយើងហៅចំក្បួនដោយបញ្ញាក្អែកដើមអង្កត់ខ្មៅដូចខ្ញុំហៅចំក្បួនគេហៅដើមអង្កត់ខ្មៅបាទអង្កត់ខ្មៅនេះបាទគឺយើងមិនថាវាបកកែទាំងស្រុងទេបាទយើងយកមកឆ្លាក់ជានេះជានោះដាក់ប្រសិទ្ធិបាទដាក់តាមខ្លួនបាទគឺល្អមែនតែនបាទในការប្រើប្រាស់នៅលើដើមបញ្ញាក្អែកបាទហើយតែបញ្ញាក្អែកហ្នឹងតែយើងយកមកធ្វើអីបាទហ្នឹងហើយអញ្ចឹងបានបងមួយចំនួនខ្លះគាត់ជំនឿទៅខាងបញ្ញាក្អែកជំនឿទៅខាងខ្នាយជំនឿទៅខាងខាងកសែងយ័ន្តបល័យគេថាអញ្ចឹងទៅណាវាដោយជំនឿមនុស្សវាមិនចំណងចំណូលដូចគ្នាទេវាចំណូលចិត្តក៏ខុសគ្នាការស្រឡាញ់ក៏ខុសគ្នាបាទទាំងជំនឿក៏ខុសគ្នាបាទហើយខ្ញុំនឹងថាអូកុំទៅជឿអាពពួកខ្នាយសើអាពពួកជាប់ផ្ទះដល់អ្នកលេងខ្នាយគេថាអូកុំទៅជឿអាពួកបញ្ញាក្អែកវាបកកែស្អីគាត់តែបញ្ញាក្អែក
ហើយដូចគ្រូឥឡូវថាអូយពួកអានេះវាបកកាយស៊ីវាទៅពាក់ខ្នាយពាក់អីដូចយើងថាពួកអាគ្រូហ្នឹងសោះអាពួកអាគ្រូអួតអាគ្រូបោកអញ្ចឹងមិនថាជំនឿវាខុសគ្នាអញ្ចឹងមិនថាជំនឿបើយើងជំនឿអីយើងតាមយើងទៅគេជំនឿអីយើងគេជំនឿតាមគេទៅបាទអញ្ចឹងវាបែបយើងកុំវាយប្រហារហែងខ្នាយចំតាំងខ្នាយចំតាំងបញ្ញាក្អែកអត់ប្រយោជន៍បាទអាហ្នឹងវាជំនឿខុសគ្នាបាទអញ្ចឹងយើងក៏ស្វែងយល់ដែរកន្លែងហ្នឹងសម្រាប់បងបាទលេងខ្នាយនៅខាងដើមបញ្ញាក្អែកបាទអញ្ចឹងដែរបាទអញ្ចឹងឆានែលខ្ញុំបាទសូមបកស្រាយបាទអំពីការប្រើប្រាស់ដើមបញ្ញាក្អែកទាំង108មកនៃស្ដេចអដ្ឋាននៃប្រទេសខ្មែរយើងណាតែយើងប្រើប្រាស់បញ្ញាក្អែកយកធ្វើអីបាទឲ្យប្រើទៅលើអីបាទហ្នឹងហើយបាទអញ្ចឹងឆានែលខ្ញុំបាទសូមបញ្ចប់នៃคลิปវីដេអូត្រឹមហ្នឹងបាទអញ្ចឹងបើនិយាយខុសឆ្គងបាទសូមបងប្អូនខន្តីអភ័យទោសបាទរកកាត់កំហុសឆ្គងដែលខ្ញុំនិយាយមិនគប្បីបាទបើសិនជាចំណុចត្រង់នោះឯងនិយាយខ្វះខាតសូមបងប្អូនយកខមមិនខាងក្រោមមកបាទខ្ញុំនឹងធ្វើការបកស្រាយតែម្ដងទៀតបាទហ្នឹងហើយសូមអរគុណ